ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6នឹងត្រូវធ្វើឡើងនៅឆ្នាំ2027ព្រឹត្តិការណ៍នេះគណៈបកនយោបាយនិងអង្គការសង្គមស៊ីវិលនានាដែលធ្វើការពាក់ព័ន្ធទៅនឹងការបោះឆ្នោតឬអង្កេតការបោះឆ្នោតត្រូវរៀបចំកម្មវិធីបេសកកម្មរបស់ខ្លួនមួយឆ្នាំមុនថ្ងៃបោះឆ្នោតមកដល់អង្គការ Conference ជាអង្គការក្នុងស្រុកមួយដែលធ្វើការលើកស្ទួយពង្រឹងលទ្ធិប្រជាធិបតេយ្យនិងតម្លាភាពការបោះឆ្នោតនៅកម្ពុជាអង្គការនេះបច្ចុប្បន្នគឺបានកាត់បន្ថយសកម្មភាពរបស់ខ្លួនក្នុងការចូលរួមសង្កេតការណ៍ឬបង្រៀនដល់អ្នកបច្ចេកទេសសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតដោយសារតែកត្តាចម្បងធំបំផុតនោះគឺមិនមានជំនួយគាំទ្រគ្រប់គ្រាន់លោកកងសវាងអ្នកសម្របសម្រួលផ្នែកសង្កេតនិងតស៊ូមតិនៃអង្គការ Conference បានលើកឡើងថា Conference បានទទួលជំនួយពីអង្គការដៃគូដែលគាំទ្រជំនួយពី USAID ដើម្បីធ្វើសកម្មភាពពង្រឹងលើវិស័យសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យអប់រំពីសិទ្ធិប្រជាពលរដ្ឋចូលរួមការបោះឆ្នោតក៏ប៉ុន្តែបច្ចុប្បន្ននេះកម្មវិធីទាំងនោះត្រូវបង្រួញសកម្មភាពនៅតែតិចតួចប៉ុណ្ណោះអញ្ចឹងគម្រោងនេះយើងត្រូវបានផ្អាកយើងត្រូវបានសកម្មភាពមានន័យថាយើងពង្រួមអំពីសកម្មភាពនៅក្នុងការបដិបត្តិនៅក្នុងការអប់រំអ្នកបោះឆ្នោតហ្នឹងគឺថាពង្រួមទំហំមកទូចទៅតាមលទ្ធភាពដែលយើងអាចធ្វើបានប៉ុន្តែបើសិនជាការយើងទទួលបានថវិកាពីសហរដ្ឋអាមេរិកឬក៏តាមរយៈ USAID ហ្នឹងគឺថាយើងមានការពង្រីកណាយើងមានទំហំធំនៅក្នុងការជួយការបដិបត្តិផ្នែកសិទ្ធិប្រជាពលរដ្ឋទាក់ទងនឹងការបោះឆ្នោតហ្នឹងនេះគឺជាចំណុចមួយដែលយើងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានការសោកស្ដាយបាទសោកស្ដាយមែនទែនកាលពីខែមិថុនាឆ្នាំ2022គណៈបកនយោបាយចំនួន17បានចូលរួមប្រកួតប្រជែងបោះឆ្នោតឃុំសង្កាត់ក៏ប៉ុន្តែមានតែគណៈបកនយោបាយ2ប៉ុណ្ណោះដែលជាប់ឆ្នោតជាមេឃុំចៅសង្កាត់និងក្រុមប្រឹក្សាឃុំសង្កាត់គឺគណៈបកប្រជាជនកម្ពុជានិងគណៈបកភ្លើងទៀនចំណែកឯគណៈបក7ផ្សេងទៀតបានជាប់ត្រឹមតែជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ការបោះឆ្នោតពីនោះអង្គការសង្គមស៊ីវិលនិងគណៈបកនយោបាយនានាបានចោទប្រកាន់ពីភាពមិនប្រក្រតីនៃការរៀបចំបោះឆ្នោតនិងបោះឆ្នោតក្រោយមកគណៈបកប្រជាជនកម្ពុជាក៏បានប្តឹងលោកសុនឆៃអនុប្រធានគណៈបកភ្លើងទៀនពីបទបរិហាកេហៅតុលាការបានសម្រេចឲ្យគណៈបកប្រជាជនកម្ពុជាឈ្នះក្តីនិងសងជំងឺចិត្តនៃការខូចខាតចំនួន$1 លានសហរដ្ឋអាមេរិកក្រោយពីលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិករដ្ឋបាលរបស់លោកបានកាត់ផ្តាច់ជំនួយទូទាំងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែរផលប៉ះពាល់ធ្ងន់ធ្ងរគឺអង្គការស្ថាប័នដែលទទួលជំនួយពី USAID ការបញ្ចប់កិច្ចសន្យារបស់ USAID ក្នុងកិច្ចសន្យាចំនួន30នៅកម្ពុជាដែលផ្ដល់មូលនិធិដល់កម្មវិធីសំខាន់ៗក្នុងវិស័យសុខាភិបាលការអប់រំការគាំពារកុមារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសង្គមស៊ីវិលនិងសិទ្ធិមនុស្សព្រមទាំងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាដើមអង្គការសង្គមស៊ីវិលដែលពឹងផ្អែកលើការផ្ដល់មូលនិធិពី USAID ត្រូវបានជូនដំណឹងបញ្ចប់កិច្ចសន្យាដោយទុកឲ្យពួកគេមានជំរឿសតិចតួចដូចជាការស្វែងរកការគាំទ្រពីម្ចាស់ជំនួយផ្សេងទៀតឬរដ្ឋាភិបាលបង្រួមទំហំប្រតិបត្តិការការងារឬពឹងផ្អែកលើអ្នកស្ម័គ្រចិត្តអគ្គលេខាធិការគណៈបច្ឆន្ទៈខ្មែរលោកគង់មូនីកាបានបញ្ជាក់ថាតួនាទីរបស់អង្គការ Conference គឺជាកញ្ចក់ឆ្លុះបញ្ចាំងមួយហើយការផ្ដល់ជំនួយមិនគ្រប់គ្រាន់ដល់អង្គការសង្គមស៊ីវិលបានធ្វើឲ្យអភិបាលកិច្ចវិស័យសិទ្ធិមនុស្សនយោបាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហាក់ដើរថយក្រោយទៅវិញដែលតម្រូវឲ្យអង្គការសង្គមស៊ីវិលធ្វើសកម្មភាពរបស់ខ្លួនឲ្យបានពេញលេញឡើងវិញសូម្បីតែគណៈបកធំមួយចំនួនក៏មានការពឹងផ្អែកទៅលើតួនាទីរបស់ Conference ដែរដោយសារថាគណៈបកខ្លះมันអាចមានលទ្ធភាពក្នុងការដាក់ពង្រាយអ្នកសង្កេតការរបស់ខ្លួននៅក្នុងការិយាល័យឬក៏ឃុំឬក៏តំបន់មួយចំនួនតែ Conference អាចមានលទ្ធភាពក្នុងការដាក់ពង្រាយនៅអ្នកសង្កេតការនៅក្នុងតំបន់នោះដូច្នេះហើយនេះក៏ជាការចូលរួមចំណែកក្នុងការជួយដល់គណៈបកនយោបាយដើម្បីធានាថាលទ្ធផលក្នុងការបោះឆ្នោតនោះត្រូវបានគេគោរពហើយត្រូវបានទទួលយកដូច្នេះហើយខ្ញុំឃើញថាConference នៅតែមានតួនាទីសំខាន់ហើយទាមទារឲ្យមានការជួយដោយខ្ញុំបញ្ជាក់ពីខាងដើមក្នុងអំឡុងឆ្នាំ2024កន្លងទៅប្រទេសកម្ពុជាបានទទួលជំនួយ$55 លានសហរដ្ឋអាមេរិកពី USAID ខណៈជាង3ទសវត្សរ៍មកនេះកម្ពុជាទទួលបានជំនួយពីអង្គការមួយនេះប្រមាណជា$3,000 លានសហរដ្ឋអាមេរិកដែរផលប៉ះពាល់សំខាន់នៃការបាត់បង់មូលនិធិនេះគឺអង្គការដែលពឹងផ្អែកលើការគាំទ្រដោយផ្ទាល់ពី USAID ដោយជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេបំផុតក្នុងចំណោមអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើន
គឺមានអង្គការអាត់ហុកដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយអង្គការមួយនេះបានលុបចោលកម្មវិធីស្ទើរតែទាំងស្រុងរបស់ខ្លួនកម្មភាពដែលចម្បងមួយចំនួនដែលយើងត្រូវការធ្វើដើម្បីជួយពង្រឹងទៅដល់ការតស៊ូមតិរបស់ប្រជាពលរដ្ឋពិសេសគឺជនដែលងាយរងគ្រោះឬក៏ក្រុមអ្នកដែលរងគ្រោះពិសេសគឺក្រុមអ្នករងគ្រោះដោយសាររឿងបញ្ហារំលោភបំពានដីធ្លីហើយដែលយើងខំពង្រឹងអំពីស្មារតីការចងក្រងគ្នាជាសហគមន៍ការយល់ដឹងអំពីផ្លូវច្បាប់ការបច្ចេកទេសអំពីរឿងបញ្ហាតស៊ូមតិដែលអហិង្សាហ្នឹងគឺថាគាត់នៅរងានៅក្នុងការដែលនៅពេលអវត្តមានរបស់ពួកយើងអញ្ចឹងនៅពេលដែលអវត្តមានរបស់ពួកយើងនឹងធ្វើឲ្យពួកគាត់នឹងមានការលំបាកនៅក្នុងការធ្វើសកម្មភាពតស៊ូមតិដើម្បីទាមទារនូវយុត្តិធម៌របស់ពួកគាត់មិនមែនតែអង្គការ Confrel ឬអង្គការអាត់ហុកនោះទេដែលបង្រួមសកម្មភាពការងារឬកម្មវិធីការងាររបស់ខ្លួនអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សដែលហៅកាត់ថាសង្ត្រាល់ក៏បានបង្រួមវិសាលភាពកម្មវិធីពង្រឹងនិងលើកកម្ពស់សិទ្ធិពលករចំណាក់ស្រុករបស់ខ្លួនដែរលោកមឿនដុល្លារនាយកប្រតិបត្តិអង្គការសង្ត្រាល់បានបញ្ជាក់ថាការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំបិទភ្នាក់ងារផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក USAID នេះគឺធៀបទៅនឹងការកាត់ផ្តាច់អុកស៊ីសែនមួយផ្នែករបស់អង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋរងគ្រោះនៅកម្ពុជាលោកថានៅពេលដែលគណៈបកនយោបាយរងសម្ពាធពីការរំលាយសេរីភាពសារព័ត៌មានត្រូវបានកាត់បន្ថយគឺមានតែអង្គការសង្គមស៊ីវិលដែលឈរជួរមុខដើម្បីផ្ដល់សេវាពាក់ព័ន្ធនានាដល់ប្រជាពលរដ្ឋដូចជាការបណ្ដុះបណ្ដាលនិងសេវាគាំពារផ្សេងៗអញ្ចឹងវាហាក់ដូចជាអ្វីដែលគាត់សម្រេចចិត្តផ្ដាច់ជំនួយហ្នឹងដូចខ្ញុំនិយាយហ្នឹងគឺថាដកអុកស៊ីសែនចេញពីអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយនៅសិទ្ធិមនុស្សសិទ្ធិពលរដ្ឋសិទ្ធិនយោបាយក្តីជាតបតៃសិទ្ធិការងារក្តីហ្នឹងប៉ុន្តែហាក់ដូចជាប្រគល់នៅជោគជ័យហ្នឹងទៅឲ្យខាងរដ្ឋាភិបាលដែលលោកមិនជាសប្បាយចិត្តទៅលើការលើកស្ទួយសិទ្ធិមនុស្សសិទ្ធិជាតបតៃហ្នឹងហើយក៏ចំណុចមួយទៀតយើងឃើញកន្លែងនេះនៅពេលដែលមានថាធ្វើឲ្យទូនាទីរបស់សង្គមស៊ីវិលចុះខ្សោយដែរអញ្ចឹងនៅពេលដែលសហរដ្ឋអាមេរិកលុបចោលនៅគម្រោងជំនួយថវិកាទាំងអស់នេះវាធ្វើឲ្យស្ថាប័នទាំងអស់ហ្នឹងទាំងសង្គមស៊ីវិលទាំងវិស័យសារព័ត៌មានហ្នឹងគឺចាប់ផ្ដើមពិបាកក្នុងការបំពេញការងាររបស់ខ្លួនហើយសំណួរសួរថាតើពួកនឹងពិបាកក្នុងការបំពេញការងាររបស់ខ្លួនអ្នកណាដែលរងគ្រោះគឺប្រជាពលរដ្ឋស្រដៀងគ្នានេះលោកអំសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូក៏បានលើកឡើងថាប្រជាពលរដ្ឋគឺជាអ្នករងគ្រោះពីអំពើអយុត្តិធម៌សង្គមពួកគាត់បានស្រោចស្រង់ខ្លះនៅពេលកន្លងមកដោយសារតែអង្គការសង្គមស៊ីវិលដែលជាភ្នាក់ងារកណ្ដាលទទួលជំនួយពីម្ចាស់ជំនួយមានកម្មវិធីគាំពារអប់រំចងក្រងជាសហគមន៍ជាដើមប៉ុន្តែក្រោយពេលដែលសហរដ្ឋអាមេរិកផ្តាច់ជំនួយនេះគឺកាន់តែធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបន្តទៀតហើយគ្មានអ្នកគាំពារពួកគាត់បានថែមទៀតផងនៅពេលដែលពួកគាត់មានបញ្ហាដីធ្លីយើងផ្ដល់សេវាផ្លូវច្បាប់ជាមេធាវីសម្រាប់ការពារនៅតុលាការក៏ដូចជាការបណ្ដុះបណ្ដាលឲ្យគាត់យល់អំពីសិទ្ធិរបស់គាត់អំពីការទាមទារការតវ៉ានៅផលប្រយោជន៍របស់គាត់ដើម្បីការពារដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ប៉ុន្តែនៅពេលដែលអង្គការសង្គមស៊ីវិលដាច់ជំនួយហើយគ្មានថវិកាសម្រាប់ធ្វើការមួយគាត់អញ្ចឹងពួកគាត់គឺអស់ភាពទីពឹងបាទអស់ភាពទីពឹងសម្រាប់ពួកគាត់ដែលអង្គការសង្គមស៊ីវិលធ្លាប់តែជួយហ្នឹងបែរជាពួកគាត់មិនអាចទៅពឹងទៀតបានដោយសារតែអង្គការសង្គមស៊ីវិលទាំងអស់នោះមានថវិកាសម្រាប់ជួយគាំពារនិងគាំទ្ររបស់គាត់ហើយជំរុញឲ្យពួកគាត់មានការអភិវឌ្ឍនៅក្នុងសហគមន៍មូលដ្ឋានដូចជាការជួយជ្រោមជ្រែងទាំងផ្នែកច្បាប់ទាំងផ្នែកសិទ្ធិនិងសេរីភាពរបស់ពួកគាត់ស្របពេលដែលសហរដ្ឋអាមេរិកហាក់បន្ធូរដៃក្នុងការផ្ដល់ជំនួយឬធ្វើសកម្មភាពលើកស្ទួយវិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រទេសមួយចំនួនដែលមិនធ្លាប់មានភាពលេចធ្លោក្នុងវិស័យនេះក៏បានចាប់ផ្ដើមបញ្ជ្រាបខ្លួនចូលមកកម្ពុជាចំណែកឯប្រទេសចិនវិញបានបញ្ជាក់ជាថ្មីនៅការសន្យាផ្ដល់ឲ្យភាគីកម្ពុជានៅការគាំទ្រដ៏រឹងមាំសម្រាប់ការពារអធិបតេយ្យភាពនិងការកសាងដូចជាពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការដោយខ្លួនឯងការសន្យានេះត្រូវធ្វើឡើងអំឡុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងប្រធានាធិបតីលោកស៊ីជីនពីងនៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូកដែលមានរយៈពេល3ថ្ងៃនៅទីក្រុងធៀនជីនប្រទេសចិនចាប់ពីថ្ងៃទី30ខែសីហាដល់ថ្ងៃទី1ខែកញ្ញា
ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានបន្តផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកព្រមទាំងផ្ដល់ជំនួយបន្ថែមដល់កម្ពុជាសម្រាប់វិស័យផ្សេងៗទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលផងដែរនៅតែទន្ទឹងរង់ចាំថាកម្មវិធីជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រឡប់មកជួយអភិវឌ្ឍប្រទេសកម្ពុជាដូចដើមបាទប្រកាសណាស់អង្គការសង្គមស៊ីវិលដែលឯករាជ្យបាទដែលឯករាជ្យដូចជា Confrel និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតដែលដើរតួនាទីទោះបីជាមិនពាក់ព័ន្ធនឹងការបោះឆ្នោតក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងផ្នែកអភិបាលកិច្ចពាក់ព័ន្ធទៅផ្នែកសិទ្ធិមនុស្សហ្នឹងគឺពួកគាត់តែងតែប្រតិកលាគ្នាក្នុងការជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងតួនាទីរបស់ពួកគាត់នៅតែមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយព្រោះថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើងហាក់បីដូចជានៅផុយស្រួយនៅឡើយទេតាំងពីឆ្នាំ93 91កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីរហូតមកដល់ពេលនេះបើទោះបីជា USAID បានកាត់ផ្តាច់ជំនួយសកម្មភាពរបស់ខ្លួនក៏ដោយក៏ប៉ុន្តែអង្គការសង្គមស៊ីវិលនៅកម្ពុជានៅតែបន្តសកម្មភាពតិចតួចតាមលទ្ធភាពដែលអាចធ្វើបានរបស់ខ្លួនតាមរយៈកម្មវិធីរបស់សហគមន៍អឺរ៉ុបនិងប្រទេសដៃគូអភិវឌ្ឍន៍មួយចំនួនទៀតដើម្បីបន្តបេសកកម្មវិធីរបស់ខ្លួនលើកស្ទួយការគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជាក៏ប៉ុន្តែការខ្វះខាតជំនួយគាំទ្រពីសហរដ្ឋអាមេរិកនៅតែជាបញ្ហាចម្បងក្នុងការអភិវឌ្ឍកម្មវិធីរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជាក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តទទូចស្នើឲ្យសហរដ្ឋអាមេរិកពិចារណាក្នុងការផ្តល់ជំនួយតាមរយៈ USAID នេះមកអភិវឌ្ឍកម្ពុជាវិញហើយប្រទេសផ្សេងៗទៀតគឺថាក៏មានដែរដូចជាសហគមន៍អឺរ៉ុបអញ្ចឹងបាទប៉ុន្តែมันអាចមានចំណែកតែសហគមន៍អឺរ៉ុបមួយគ្រប់គ្រាន់ទេវាត្រូវការច្រើនអញ្ចឹងចំណុចនេះសូមឲ្យការរដ្ឋាភិបាលនៅរបស់សហរដ្ឋអាមេរិកណាបាទសូមពិនិត្យមើលនិងពិចារណាអំពីថវិកាជំនួយដល់អង្គការសង្គមស៊ីវិលសម្រាប់ប្រទេសផ្សេងមិនមែនតែកម្ពុជាទេដូចនៅអាស៊ីអញ្ចឹងបាទឬក៏ប្រទេសដែលមានគេថាផ្នែកសិទ្ធិមនុស្សនឹងការយល់ដឹងអំពីសិទ្ធិមនុស្សនឹងមិនទាន់បានរឹងមាំនឹងគឺថាសូមឲ្យជួយពិនិត្យមើលហើយជួយពង្រឹងបាទគ្រប់គ្រងបន្ថែមនៅក្នុងដំណើរការឲ្យមានការត្រួតពិនិត្យនឹងបន្តទៅមុខទៀតបាទ